ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងធ្វើការនិយាយអំពីការ link ទៅកាន់ page ផ្សេងទៀតដែលតាក់ទងជាមួយនឹង project ដែលលោកគ្រូបានដាក់ឲ្យអញ្ចឹងនៅក្នុង link នេះខ្ញុំមាន folder model មួយហើយនិង page មួយអញ្ចឹងនៅក្នុង model យើងមាន string data មួយចឹងនៅក្នុង model របស់ string data នេះគឺយើងធ្វើមកតាក់ទងជាមួយនឹង structure របស់ string ហ្នឹងដែលយើងមាន ID មានតម្លៃមានអីហើយមួយទៀតនៅក្នុង page ហ្នឹងគឺយើងមានតែ2តាក់ទងមួយ detail page ជាមួយនឹង home page ចឹងតាក់ទងមួយ detail page យើង detail តាក់ទងមួយ product របស់យើងហើយ home page អញ្ចឹងកន្លែង home page ហ្នឹងគឺយើងអាចscroll ឡើងលើចុះក្រោមដែលយើងប្រើ review ដើម្បីយើង scroll ទៅលើចុះក្រោមបានអញ្ចឹងពេលនេះខ្ញុំនឹងធ្វើការតេស្តទៅលើ string sort នេះយើងមាន i latte អញ្ចឹងហើយនេះជា description ដែលយើងបានរៀបហើយយើងចុច order អញ្ចឹងដូចនៅលើ page អញ្ចឹងយើងចុច confirm order បានអាច link ទៅកាន់បាន